ឥឡូវនេះយើងទៅណាមកណាក៏ឮតែគេនិយាយពី AI ដែរមែនអត់បងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាថាតើ AI ជួយបានអ្វីខ្លះទាក់ទងជាមួយនឹងវិស័យសុខាភិបាលទាំងការផលិតឱសថទាំងការបង្កើតនៅថ្នាំថ្មីហើយជាមួយនឹងការព្យាបាលផងដែរពីមុនឡើយបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់តាមដានវីដេអូរបស់ខ្ញុំនឹងដឹងពីដំណើរការនៃការផលិតថ្នាំថ្មីមួយចំណាយពេល10ទៅ15ឆ្នាំតែឥឡូវនេះវត្តមានរបស់ AI ចំណាយពេលថយមកពាក់កណ្ដាលបានន័យថា7ទៅ8ឆ្នាំអីទេអាចផលិតបានថ្នាំថ្មីមួយហើយពេលដែលមិនទាន់មាន AI អ្នកវិទ្យាសាស្ត្រគាត់ត្រូវចំណាយពេលហើយត្រូវធ្វើការសាកល្បងសារធាតុដែលគាត់សង្ស័យអាចថារាប់ពាន់រាប់ម៉ឺនមុខដើម្បីយកមកវិភាគឬក៏ចម្រាញ់ចេញទៅជាសារធាតុសកម្មមួយតែឥឡូវនេះអត់ទេ AI គ្រាន់តែប្រមូលផ្ដុំនៅសារធាតុរាប់លានរាប់ម៉ឺនមុខហ្នឹងយកមកហើយវាធ្វើការ scan ចេញនៅសារធាតុសកម្មមួយដែលអ្នកវិទ្យាសាស្ត្រចង់បានហើយនៅពេលដែលបានសារធាតុសកម្មនឹងហើយជាទូទៅអ្នកវិទ្យាសាស្ត្រត្រូវធ្វើការពិសោធន៍សារធាតុសកម្មដែលគេរកបានហ្នឹងទៅលើមនុស្សហើយមនុស្សហ្នឹងយើងត្រូវចំណាយពេលក្នុងការរកមនុស្សដែលគាត់មានសុខភាពល្អឬក៏អីទៅតាម2 3ដំណាក់កាលអញ្ចឹងណាតែឥឡូវអត់ទេ AI គ្រាន់តែធ្វើការវិភាគទិន្នន័យដែលមានស្រាប់ព្រោះធម្មតាបើនៅប្រទេសដែលគេជឿនលឿនគេមានគេហៅ history record របស់អ្នកជំងឺរបស់គេហ្នឹងបានន័យថាគាត់ទៅ check up សុខភាពទៅគាត់មានទិន្នន័យនៅក្នុងអស់ហើយថាគាត់មានឈឺអីអត់ឬក៏គាត់សុខភាពល្អអីល្អទាំងអស់ហ្នឹងអញ្ចឹង AI វាចាប់ផ្ដើមយកអា data ដែលមានហើយស្រាប់ហ្នឹងជាមួយនឹង molecule ដែលគេរកបានសារធាតុសកម្មហ្នឹងវាចាប់ផ្ដើមចម្បាច់បញ្ចូលគ្នាហើយវាធ្វើការរើសនៅមនុស្សដែលគេចង់ធ្វើការពិសោធន៍ហ្នឹងបានលឿនទៀតពេលដែលរកបានមកហើយមុននឹងធ្វើការពិសោធន៍ហ្នឹងវាអាចធ្វើការប៉ាន់ប្រមាណដឹងពីផលរំខានទៀតដូចថាបើសិនជាថ្នាំហ្នឹងចូលទៅដល់ក្នុងខ្លួនមនុស្សដែលគេធ្វើពិសោធន៍ហ្នឹងក្នុងកំឡុងពេលហ្នឹងវានឹងលោតផលរំខានរបស់ថ្នាំហ្នឹងថាពេលដែលចូលទៅក្នុងខ្លួនមនុស្សហ្នឹងតើស្ថានភាពអ្នកជំងឺហ្នឹងគាត់នឹងមានផលរំខានអីគឺវាបង្ហាញទិន្នន័យនឹងឲ្យទៀតអញ្ចឹងការដែលធ្វើពិសោធន៍ទៅលើជំងឺបានលឿនជាងមុនហើយមានប្រសិទ្ធភាពខ្ពស់ជាងមុនហើយអាចប៉ាន់ស្មានពីផលរំខានទៅលើអ្នកដែលគេធ្វើពិសោធន៍ហ្នឹងបានទៀតបន្ទាប់ពីមកដល់ដំណាក់កាលពិសោធន៍រួចរាល់ជោគជ័យហើយអស់ធម្មតាក្រុមហ៊ុនត្រូវធ្វើការរៀបចំឯកសារដើម្បីស្នើសុំទៅខាង FDA ធ្វើការអនុញ្ញាតឲ្យថ្នាំហ្នឹងដាក់លក់នៅលើទីផ្សារបានអញ្ចឹងពេលដែលដាក់ឯកសារទៅខាង FDA ចំណាយពេលអាចថាលឿនបំផុតក៏2 3ឆ្នាំដែរយូរ4 5ឆ្នាំអញ្ចឹងទៅឥឡូវនេះ AI គឺជួយបានត្រង់ថាវារៀបឯកសារហ្នឹងកាត់បន្ថយមិនបាច់ចាំ print ឯកសារច្រើនទេហើយវារៀបឯកសារណាដែលត្រូវជាមួយនឹង FDA ចង់បាននឹងតែម្ដងតាំងទិន្នន័យទាំងអីគេផ្ដល់មកលម្អិតហើយពីមួយតំណទៅមួយតំណដូចថាក្នុងកំឡុងពេលនៃការពិសោធន៍នឹងមានស្អីខ្លះមានផលរំខានអីខ្លះថ្នាំនឹងធ្វើសកម្មភាពមិនគឺ AI ជួយបានបញ្ចប់តែម្ដងហើយបើយើងក៏លេខទៅមើលក្នុងការផលិតថ្នាំវិញនៅក្នុងដំណើរការនៃការផលិតថ្នាំ AI អាចមានសមត្ថភាពខ្ពស់រហូតដល់រកឃើញចំណុច error តូចមួយដែលថាមនុស្សយើងអាចមើលមិនឃើញណា AI ក៏វាអាចរកកំហុសនឹងបានឃើញដែរវាធានាបានថាក្នុងសង្វាក់ផលិតកម្មហ្នឹងគឺទទួលបាននូវគុណភាពខ្ពស់ស្តង់ដារហើយថ្នាំដែលផលិតចេញមកគឺសុវត្ថិភាពដល់អ្នកប្រើប្រាស់ទៀតមកដល់ចំណុចចុងក្រោយមួយទៀត AI ចូលរួមក្នុងការព្យាបាលអ្នកជំងឺដោយវាធ្វើការវិភាគនៅ genetic របស់អ្នកជំងឺឬក៏យើងហៅថា DNA ហ្នឹងហើយបន្ទាប់មកទៀតវាភ្ជាប់ជាមួយនឹង record ដែលអ្នកជំងឺធ្លាប់មកព្យាបាលធ្លាប់មក check up សុខភាពហ្នឹងគឺវាផ្ដល់ជំរើសសម្រាប់ការព្យាបាលទៅដល់អ្នកជំងឺហ្នឹងទៅកាន់លោកគ្រូពេទ្យបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានស្ដាប់នៅអ្វីដែលខ្ញុំរៀបរាប់ខាងលើហ្នឹងហើយបងប្អូនទាំងអស់គ្នាមានមតិយោបល់យ៉ាងណាដែរសម្រាប់វត្តមានរបស់ AI តើ AI ពិតជាអាចមកជំនួសការងាររបស់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យបានអត់បើសិនជាបងប្អូនទាំងអស់គ្នាមានមតិយោបល់អីជួយ comment ក្នុងវីដេអូនេះហើយធ្វើការចុច follow page ម្នាក់មួយដើម្បីទទួលបាននៅព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យឱសថជុំវិញពិភពលោក